តាមពិតវីដេអូមុនខ្ញុំបានធ្វើឲ្យម្ដងប៉ុន្តែខ្ញុំគិតថាបើជាអ្នកនរគ្នាមើលច្បាស់ឥឡូវខ្ញុំមកធ្វើម្ដងទៀតអ្នកនរគ្នាសរសេរ text បែបហ្នឹងមកអញ្ចឹងបន្ទាប់ពីបានសរសេរបែបនេះហើយគឺអ្នកនរគ្នាឥឡូវខ្ញុំសុំ scale វាធំតិចដើម្បីងាយស្រួលប្រៀនដល់អ្នកទាំងអស់គ្នាបន្ទាប់មកអ្នកនរគ្នាអាចធ្វើការចូលកន្លែង FX ហើយយកពាក្យថា blending ហ្នឹងមកអញ្ចឹងវានឹង load បែបនេះឲ្យអ្នកនរគ្នាអញ្ចឹងកន្លែង blending នេះ option opacity អ្នកនរគ្នាដាក់0មកហើយយក bevel and emboss អញ្ចឹងទំហំខ្សែតួលេខអីគឺអ្នកនរគ្នា follow ឬក៏ធ្វើតាមខ្ញុំមកឃើញទេគឺខ្ញុំចូលបង្ហាញមួយនៅក្នុងហ្នឹងអញ្ចឹងអ្នកនរគ្នាអាច save វីដេអូហ្នឹងហើយមើលហើយយកតួលេខហ្នឹងយកទៅបង្កើតធ្វើខ្លួនឯងបានអត់ជាបញ្ហាទេនៅពេលដែលអ្នកនរគ្នាដាក់បែបហ្នឹងគឺវានឹងចេញទម្រង់ដូចរបស់ខ្ញុំហ្នឹងហើយចំពោះកន្លែងហ្នឹងគឺដូចគ្នាសំខាន់គឺតួលេខហ្នឹងអ្នកនរគ្នាអាចយកទៅដាក់បានហើយយកទៅបង្កើតធ្វើវាបាន style ផ្សេងមិនថាលេខមិនថាអក្សរមិនថាជាភាសាខ្មែរឬក៏ជាភាសាអង់គ្លេសទេបន្តមកទៀតអ្នកនរគ្នាយក intercolor ហ្នឹងមកអញ្ចឹងកន្លែងហ្នឹងគឺ follow ដូចខ្ញុំដែរវាអត់សូវខុសគ្នាទេហើយចំពោះ outer glow នេះក៏យកតួលេខដូចមិញហ្នឹងដែរទៅអូខេលេខប៉ុណ្ណឹងបន្តមកតកតងទៅនឹងshadow អ្នកនរគ្នាដាក់ក៏បានមិនដាក់ក៏បានអត់ជាបញ្ហាទេតែបើចង់ឲ្យវាដិតច្បាស់ដាក់វាតិចមកហើយយើង click OK អញ្ចឹង text អក្សរដែលកន្លះបែបនេះគឺយើងរួចរាល់អរគុណ